Tám tôn hơi ngắt chế tờ ngó bắt đầy tờ ná tam pất mơ pi miên nhẹ lụi lụ tê tá anh chẳng ban chế tờ bắt đầy ôi à nhà thơ nơi mù là than mưa đáy tai mưa mình mưa khang ní nơi khang nụ ấy lấy tôn hơi chăm mưa tham mạch tiệt trong phố cả ra này lụ đầy pri rồi bỏ rọt không miên cho bạp không miên ai cả xá nơi tai bàn to thua sakama phiệp giang anathapatay thầm mấy ní lục ở đất xá chia ở một hạt làm thông ở khát mỹ đấy hiên lụa đầy pri rồi bỏ rọt oi từ lục prum sầm nang nâng propon bài không miên cho bạp nơi khăn ông cài phần này tê mơ từ các ở đây lụ đầy pri rồi bỏ rọt đòi không miên cho bạp không miên ai cả xá nơi tai bàn to thua sakama phiệp giang anathapatay cao bị thằng ngày ti đập mũi khai thanu cho năm pi pon mà phây pi đã thắt nơi chồng nơi phù mơ san cháy muối không ô xoái sọc bò rây ô xoái san cháy khai tầng trành miên cả ở đây lụ đầy pri đã không miên ai cả xa nâng ca tà tu skol pi à nhà thớ đã krong po rờ miên dương bàn cho tập đất dương rụp hiệp chạy sành chụpប្រទេសនឹងអ្នកទិញដីមានឈ្មោះទី1ព្រំសំណាងជាប្តីទី2ឈ្មោះម៉ាសុភ័ក្រជាប្រពន្ធទទួលទិញដីពីឈ្មោះរិទ្ធជាដែលគេស្គាល់គ្រប់គ្នាថាជាអាវុធហត្ថម្នាក់មានក្បាល185ម៉ែត្របណ្ដោយ600ម៉ែត្រទិញក្នុង1ហិកតាតម្លៃ$1,200សំណាងស្អីសំណាងព្រំសំណាងប្រពន្ធបោឈ្មោះម៉ាសុភ័ក្រសុកណាត់ណាកាំងសឃុំអីឃុំបបានទាំងត្រៃហើយខ្លួនគេទាំងពីរនាក់បានកក់ចំនួន1លានរៀលហើយនឹងធ្វើឯកសារត្រឹមភូមិប៉ុន្តែមិនទាន់បានធ្វើទេបកលបហ្នឹងបងទិញពីគេអីទិញគេក្នុងតម្លៃមហាត់មកចា PM យើងទិញមានกระดาษស្នាមអីត្រឹមត្រូវกระดาษស្នាមធ្វើទំភូមិណោះភូមិអ្នកសញ្ញាឲ្យមេភូមិគាត់ឈ្មោះអីសុកកំសេនណាបាទប៉ុន្តែគាត់ថាខ្ញុំអត់តបានសញ្ញាគាត់ទេព្រោះអីដីនេះទៅលក្ខណៈកក់ប្រមាណកក់1លានកក់គេ1លាន1លានខ្មែរ1លានខ្មែរកក់គេថ្ងៃណាផ្លេចថ្ងៃគឺថាបាន10ថ្ងៃជាងហើយចំនួនដីនោះដែលយើងទិញគេហ្នឹងក្នុងមួយតាមហាត់ប្រមាណ1200ហើយដីហ្នឹងប្រមាណហិកតាដីហ្នឹងវាអត់ដល់10ទេអត់ដល់10ទេប្រហែលជា8ហាត់ជាងណាក្បាលប្រមាណក្បាលវា185បាទជម្រៅ600ណាបាទប៉ុន្តែកតុយរួមបាទកតុយវាក្បាលហិចតែកតុយរួមខាងសាព័រមានយើងបានទំនាក់ទំនងមកលោកមេភូមិសុកកំសេនគាត់បានឆ្លើយប្រាប់ថាមិនដឹងទេការលក់ទិញដីអត់ច្បាប់គឺមិនពាក់ព័ន្ធនឹងគាត់ទេតាមខ្ញុំស្ដាប់សម្លេងនេះវាអត់ត្រូវទេពីព្រោះជំរាបលោកក្មួយឲ្យច្បាស់ថាការលក់ការទិញដីអត់ច្បាប់ហើយក៏គឺគ្មានពាក់ព័ន្ធជាមួយនឹងពួកខ្ញុំទេខ្ញុំមិនអាចធ្វើអីឲ្យគាត់បានទេហើយម្យ៉ាងទៀតអ្នកលក់ក៏ខ្ញុំមិនដឹងថាអ្នកណាតែមកលឺក្មួយឯងនិយាយប្រាប់នឹងទេហើយដូចលោកគ្រូគាត់និយាយមិនថាតាមរយៈមេភូមិមេអីហ្នឹងគឺអត់មានពាក់ព័ន្ធនឹងខ្ញុំទេពីព្រោះថាលក្ខណៈដីដែលអត់មានច្បាប់ទម្លាប់គឺមិនមាននរណាមួយហ៊ានធានាខុសត្រូវទទួលការដឹងឮបានទេខុសច្បាប់អញ្ចឹងពួកគាត់លេងទិញលក់តែគ្នាឯងខ្ញុំអាជ្ញាធរក៏ខ្ញុំអត់បានដឹងដែរមិនដឹងថាដីនេះដីវិណានៅតាណាផងតែមិនឮនឹងទេបាទខ្ញុំដឹងហ่ะទោះបីគាត់ធ្វើគ្នាគាត់ហើយយកមកឲ្យខ្ញុំចុះអត្តលេខាក៏ខ្ញុំមិនទទួលស្គាល់ដែរអត់ទេពួកអាជ្ញាធរមិនមានធ្វើអ្វីដែលធ្វើឲ្យខុសច្បាប់ទេលុះត្រាតែមានឯកសារអីត្រឹមត្រូវមានពាក្យសុំកាន់កាប់លក់ដូរទៅតាមផ្លូវច្បាប់របស់រដ្ឋមានភូមិបាលមានកញ្ចុះវកញ្ចុះវែងគឺមានអីត្រឹមត្រូវអាហ្នឹងបានយើងទទួលដឹងឮនេះគាត់លក់ទិញគ្នាគាត់ទៅកុំយកមកឲ្យខ្ញុំទៅញ៉េខ្ញុំមិនហ៊ានទៅញ៉េខ្ញុំអត់ទៅញ៉េទេអត់ទេនឹងបញ្ជាក់ជូនមួយបានដឹងផង ខាងសាព័ត៌មានយើងក៏បានតាក់ទង
សួរទៅលោករតជាតាម Telegram ដើម្បីសុំការបំភ្លឺផងដែរប៉ុន្តែលោកចូលមើលតែអត់ឆ្លើយតបដែលជាម្ចាស់ដីតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាករណីជួញដូរដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យនេះបានកើតជាយូរណាស់មកហើយពុំទាន់មានចំណាត់ការណាមួយចំពោះបទល្មើសដែលលួចលក់នោះទេបានជាបណ្ដោយឲ្យបទល្មើសនៅតែបន្តធ្វើសកម្មភាពយ៉ាងកក្លឿនដោយមិនខ្លាចពីសំណាញ់ច្បាប់បន្តិចសោះឡើយប្រជាពលរដ្ឋបានទទូចសុំស្នើទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសឯកឧត្តមស្វាយសំអាងសូមជួយទប់ស្កាត់និងចុះបង្ក្រាបស្រាវជ្រាវយកបទល្មើសទាំងនោះយកទៅផ្ដន្ទាទោសតាមច្បាប់បើមិនដូច្នោះទេក្រុមពួកឈ្មួញទាំងនោះនឹងលក់ដីព្រៃរបស់រដ្ឋអស់ហើយនិងរលាយជាក់ជាពុំខាន